មកជួបជាមួយនឹងប្រភេទផ្ទះបុរាណដែលនៅខាងខេត្តបុរាណយើងត្រូវទៅខ្ញុំនិយាយត្រឹមប៉ុណ្្នឹងអ្នកនរគ្នាងាយយល់ទេណាខ្ញុំអត់តង់និយាយបញ្ចេញខេត្តចំទេអូខេតទៅទៀតសាច់រឿងយើងទៀតដោយសាច់រឿងមួយហ្នឹងគឺបងស្រីក៏បានចែកម្លែកមកខ្ញុំហ្នឹងគាត់ថានៅក្នុងកន្លងឆ្នាំ2019ជាពេលដែលកូវីដ2020អ្នកនរគ្នាពេលហ្នឹង2020ហើយហ្នឹងហើយដឹងគាត់ដឹងទៅត្រឹមថាកន្លងពេលកូវីដហើយគាត់ហ្នឹងគឺបានជប់រកស៊ីអីនៅភ្នំពេញអញ្ចឹងណាទៅតាមប្តីដែលគាត់ប្តីគាត់ហ្នឹងគឺគ្រួសារគាត់ដូចជាធ្វើទាហានហ្នឹងហើយទាហានដែលនៅត្រូវចុះទៅខេត្តមួយហ្នឹងអញ្ចឹងទៅហើយស្ថានផ្ទះដែលគាត់ចែកម្លែកមកខ្ញុំហ្នឹងគឺគាត់ថាជាប្រភេទផ្ទះបុរាណដែលមានពពអួចបំបីយើងទាំងអស់គ្នាបំបីទាំងលើទាំងក្រោមតែនេះគឺខ្ញុំសុំទុំគាត់ណាយកជាលំនាំឯណាប៉ុន្តែគឺផ្ទះដែលគាត់និយាយមកហ្នឹងគាត់ថានៅរបៀបតំបន់ដីបែបអប្សរាទាំងអស់គ្នាដីរត់ចឹងទេអញ្ចឹងដីរបៀបដីអញ្ចឹងណាហើយបន្ទាប់មកគឺរបៀបនៅក្នុងភូមិអសយាពីគ្នាដូចនៅក្នុងព្រៃអញ្ចឹងរបៀបកន្ទប់គេធ្វើផ្ទះគេឡូអញ្ចឹងណាតែផ្ទះចាស់ផ្ទះចាស់យូរហើយចាស់បុរាណអញ្ចឹងទៅដែលគាត់ជួលពីម្ចាស់ផ្ទះគេហ្នឹងតម្លៃតែ20000ទេអ្នកនរគ្នា20000រៀលក្នុងមួយខែ20000រៀលគាត់តែម្ដងហើយគាត់ថាពេលដែលគាត់ទៅនៅផ្ទះនឹងដំបងពេលដែលគាត់ទៅមើលពេលថ្ងៃហ្នឹងគឺវាសមល្មមគាត់អាចរស់នៅបានពេលហ្នឹងគឺគាត់សរសៃខ្ចីគឺគាត់កូនទូចទៀតពេលដែលគាត់ចូលទៅនៅដំបងហ្នឹងរៀងថាមុននឹងគាត់ជួលហ្នឹងណាគាត់ក៏រៀងលឺលហ៊ៀងអីដែរអញ្ចឹងទៅតែគាត់ក៏មិនចាប់អារម្មណ៍ដែរគាត់គិតថាដូចជាមិនអីអញ្ចឹងណាហើយខ្ញុំនឹងមកប្រាប់ពីសន្តានផ្ទះគាត់ហ្នឹងគឺរបៀបបែបទម្រង់បែបអញ្ចឹងហើយនៅមុខផ្ទះហ្នឹងគឺមានដើមព្រីងធំមួយហើយជុំវិញគឺសិតតែព្រៃដើមឈើដើមអីចឹងគឺដាច់គ្នាចឹងណាដែលនៅយប់ថ្ងៃដំបូងដែលគាត់ចូលទៅនៅហ្មងណាអ្នកទាំងអស់គ្នាដឹងថាយប់ថ្ងៃហ្នឹងគាត់ថាគឺចំថ្ងៃសិលទៀតបងប៉ុន្តែមុនខ្ញុំចូលនៅហ្នឹងគឺគ្រូសាខ្ញុំហ្នឹងបានដាក់សែនឡើងជំនាញប្រភូមិសែនអីគេដើម្បីសុំរស់នៅហើយយើងរបៀបថាប្រពន្ធខ្ញុំមានកូនទូកូនអីចឹងទៅគឺខ្ញុំសុំតែសំណប់សុខសប្បាយទេរបៀបចឹងហើយប៉ុន្តែគឺថ្ងៃកើតហេតុតែម្ដងចូលទៅនៅយប់ដំបូងហ្មងគឺប្រហែលជាខ្ទង់ម៉ោង1មក2យប់ហ្នឹងណាហើយគាត់គេងក្នុងផ្ទះគេងនៅជាន់លើមិនមែនគេងនៅជាន់ក្រោមថ្មឯណាព្រោះដោយសារផ្ទះគាត់ចង់និយាយថាផ្ទះបុរាណហ្នឹងប៉ុន្តែឥឡូវគឺឈើក្រោមថ្មអញ្ចឹងគាត់ថាយប់ហ្នឹងហ្មងណាគួយនៅលើផ្ទះហ្នឹងហ្មងគឺគាត់លឺសម្រាប់ជើងមនុស្សស្រីដើរនៅលើផ្ទះហ្នឹងណាដែលគេឲ្យក្នុងជំនឿបែបលក្ខណៈគេស្លៀកឈុតបុរាណហ្មងណាខ្ញុំសូមបិទផ្ទះហ្នឹងចោលសិនណាអ្នកនររបៀបថាអគាត់ដំបងគឺអត្តន័យគឺចែកអ្នកនរគ្នាគឺគាត់លឺសំឡេងតែសម្រាប់ជើងដើររបៀបលឺសំឡេងសម្រាប់ជើងដើរនៅលើផ្ទះហើយអាគាត់ពងកេងព្រោះតែលើឈើអញ្ចឹងអ្នកនរគ្នាជុំលឺសម្រាប់ដើរសឹកអញ្ចឹងប៉ុន្តែសឹកមិនមែនដើរជើងទៅទេណាគឺមកជាមួយនឹងច្រវាក់ហ្មងអារបៀបច្រវាក់អស់ក្រាក់នៅលើផ្ទះអញ្ចឹងណាហើយដល់ពេលដែលគាត់បើកភ្នែកមកគាត់ក៏ជួបពិតមែនជួបរបស់ពិតហើយឲ្យឃើញតាំងពីយប់ដំបូងហ្មងខ្ញុំសួរថាឃើញនៅក្នុងរូបភាពបែបណាគាត់ថារបៀបដូចមកសុំជំនួយឲ្យជួយព្រោះពេលដែលដើរមកនឹងហើយគឺដើររបៀបដូចអូសជើងរបៀបមករបៀបធ្ងន់ណាស់ក៏បាក់ណាស់ចឹងណាហើយគាត់ថានៅក្នុងការគាត់ក្រងបែបជិះមកគឺបែបបុរាណហ្មងរបៀបលាក់លបាំរបៀបអញ្ចឹងហើយភ្នែកអុយឡើងក្រហមមុខគឺសុទ្ធតែឈាមអត់ស្អាតទេគាត់ថាឃើញនៅក្នុងរូបភាពគាត់ថាអ្នកតសៃខ្ចីហ្មងគឺទាស់ងាប់ហ្មងគាត់ថាទាស់ឈឺងាប់ហ្មងប៉ុន្តែគាត់ថាគាត់អាចទប់អារម្មណ៍បានហើយគាត់ក៏សូត្រធម៌សូត្រអីចឹងទៅនៅយប់ថ្ងៃទី2គឺគាត់ជួបជាមួយនឹងរបស់ប៉ិតមួយទៀតហ្នឹងគឺគាត់ឃើញជាមួយនឹងព្រាយគាត់ថាព្រាយគូហ្មងរបៀបសហើយនឹងខ្មៅគាត់ប្រើពាក្យអញ្ចឹងតែខ្ញុំអត់សូវយល់ដែរគាត់ថាព្រាយសព្រាយខ្មៅដែលនៅក្នុងដើមព្រីនៅមុខផ្ទះហ្នឹងហ្មងរបៀបដឹកមុខដីឡូគាត់ហ្នឹងអញ្ចឹងណាហោះចូលក្នុងផ្ទះហ្នឹងហ្មងហើយគឺអត់ឲ្យគាត់ដេកបានទេគូមកកត្រង់ហើយមកដេញថាចេញពីកន្លែងអញរបៀបចឹងហ្មងគាត់ថាគាត់ទ្រាំអត់បានទេគឺថ្ងៃទី3ហ្មងគឺគាត់រត់ចុះមកដេកខាងក្រោមវិញគាត់លែងហ៊ានដេកនៅលើហ្នឹងហើយព្រោះគាត់ខ្លាចដែរហើយគាត់ឮតែសំឡេងថាចេញពីកន្លែងអញអីចឹងទៅអញ្ចឹងគាត់ក៏អត់ហ៊ានគេងនៅលើហ្នឹងទេគឺគាត់ចុះមកគេងនៅតែថ្មខាងក្រោមវិញប៉ុន្តែដល់ពេលដែលគាត់មកគេងនៅខាងក្រោមហ្នឹងក៏អត់ឈប់ត្រឹមហ្នឹងដែរអ្នកទាំងអស់គ្នាគូលូសំឡេងដល់គាត់ទ្រាំជុំពេញលើផ្ទះហ្នឹងហ្មងទុបតាក់ចឹងហើយលូសំឡេងហើយរបៀបដល់អូសច្រវាក់គ្រឹកក្រោកមកយប់គាត់អត់បានដេកទេគាត់ចង់រឹងធៀមហីហើយគាត់ថាថ្ងៃមួយហ្នឹងគឺអត់ទាន់បានមួយថ្ងៃគឺប្តីគាត់ហ្នឹងណារបៀបថាថ្ងៃគាត់ឈប់អញ្ចឹងសម្រាប់អញ្ចឹងទៅគាត់ក៏របៀបស្គាល់អ្នកជិតខាងដូចអ្នកភូមិក្រោយណាគាត់ប្រើពាក្យអ្នកភូមិក្រោយអញ្ចឹងបានថាអ្នកផ្ទះក្រោយគ្នាអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងទៅគាត់ទៅផឹកមួយគេដល់យប់ជ្រៅទៅមកផ្ទះវិញគាត់ថាពេលហ្នឹងគឺគេលេងគាត់ទៀតហ្មង
គាត់ថាកូនគាត់ហ្នឹងស្រែកយំណាពីព្រោះញ៉ាំគាត់ទូកូនទូគាត់ហ្នឹងគាត់ស្រែកយំខ្លាំងមែនទែនហើយគាត់ថាគាត់បានឃើញជាមួយនឹងស្រមោលពស់ថ្លាន់ពស់របៀបគាត់ឃើញតែស្រមោលរបៀបថាស្នាមលួនណាមិនមែនជាពស់ឲ្យឃើញហ្មងតែធំណាស្នាមលួននៃពស់ហ្នឹងធំនៅក្នុងផ្ទះហ្នឹងហ្មងហើយកូនគាត់ហ្នឹងគឺស្រែកយំខ្លាំងមែនទែនគាត់រត់ចូលទៅរត់ទៅមើលកូនគាត់វិញអញ្ចឹងទៅពេលហ្នឹងគាត់កំពុងនៅខាងក្រៅផ្ទះដែរទេខ្ញុំភ្លេចថាគាត់នៅក្រៅផ្ទះធ្វើអីចឹងខ្ញុំភ្លេចអិនយប់ឡើងពេលដែលគាត់គេងលក់ហ្នឹងគឺគាត់ទៅសពឃើញអ្នកតារបៀបអ្នកតាដែលគាត់មានមកលាយជាមួយនឹងតំបងរបៀបតំបងអាបលាអ្នកទាំងអស់គ្នារបៀបអ្នកតាដែលគាត់ចងដៃក្រហមជាមួយនឹងក្បាលក្រហមគាត់ហ្នឹងហើយគាត់លួចតំបងហ្នឹងមកចូលមកបាច់លាក់តំបងបាច់កាចគាត់ចាប់ពួកវិញ្ញាណទាំងអស់ហ្នឹងក៏វត្តរបៀបចឹងក៏វត្តចេញចឹងណាតែថានៅក្នុងរសពគាត់ទេគាត់ថាគាត់គិតថាចេះប្រហែលជាអ្នកតាដែលគាត់បានសែនព្រេងនឹងគាត់ចូលមកនៅក្នុងផ្ទះហ្នឹងអញ្ចឹងណាព្រោះដោយសារតែគាត់ក៏គោរពគេដែរអញ្ចឹងប្រហែលជាពួកលោកតាគាត់ជួយអញ្ចឹងទៅហើយពេលហ្នឹងគាត់ក៏បានសម្រេចនៅផ្ទះហ្នឹងរៀងស្ងប់ឡើងមានសំឡេងអីរំខានមកទីនេះប៉ុន្តែកាត់មកប្រហែលជាអត់បានមួយខែជាងទេបងអូនចរោមួយគេហៅថាបងអូនថ្លៃគាត់ហ្នឹងបានទៅលេងផ្ទះគាត់ដល់ពេលអញ្ចឹងទៅក៏គាត់ហ្នឹងថានៅលេងហ្នឹងសិនទៅកុំតាន់ឯងទៅផ្ទះអីវិញអីរបៀបអញ្ចឹងណាទៅបោះផ្ទះលើគេទៅរបៀបអញ្ចឹងហើយបងអូនចរោមួយគាត់ហ្នឹងគឺត្រូវបានគេហ្នឹងមកលងរហូតដល់គាត់ហ្នឹងរត់ចេញពីផ្ទះហ្នឹងទាំងយប់តែម្ដងឈូឡើងឈូសក់សេចក្ដីនេះខ្លីទេអ្នកទាំងអស់គ្នាគាត់ថាមកហ្មងគូមកអូអារបៀបមកប៉ុន្តែមិនមែនមកដើរទេណាគាត់នឹងជួងគាត់ជាប់ច្បាក់ហើយរបៀបប្តេខ្លួនចេះរបៀបអង្គើជើងអង្គើស្រួលហ្នឹងណាមកបងចរោមួយគាត់នឹងឲ្យជួយរបៀបអ្នកចឹងណាអ្នកគ្នាហើយជួងមួយអូនច្បាក់ចឹងទៅឲ្យគាត់អង្គើដល់គូមកទេមិនមកដើរគាត់ទេណាលើកមុនគាត់មកដើរតែលើកនេះមកជាមួយបងចរោមួយគាត់ហ្នឹងគឺមកលក្ខណៈអង្គើគូវិញគាត់នោះគឺរត់ទាំងយប់ហ្មងរត់ទៅស្រុកគាត់នៅខាងកំពង់ចាមវិញទាំងយប់ហើយរបៀបចឹងណាហើយបងស្រីគាត់ថាពេលដែលគាត់ជួបម្នាក់ឯងផ្ទាល់អត់អីទៅពេលជ្រុលមួយគាត់មកអីចឹងណាគាត់រត់ទៅជាមួយជ្រុលមួយគាត់ទាំងយប់បណ្ដោយទៅគាត់ឆាប្រាប់ប្តីគាត់ថាពេលហ្នឹងប្តីគាត់ប្រហែលជាជាប់យាមអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងគាត់ក៏តែទៅប្តីគាត់ថាអូនទៅលេងផ្ទះមួយម៉ែរបៀបអញ្ចឹងទៅលេងផ្ទះម៉ែនៅស្រុកអីចឹងទៅទុកប្តីគាត់ចង់ម្នាក់ឯងហើយប្តីគាត់នៅគាត់ថានឹងបានមកទៅធំហូបទៅតាមគាត់ដែររបៀបចឹងហើយគាត់គឺគាត់ខ្លាចឡើងដល់ថ្នាក់វាទៅជានៅយូរទៅជាឲ្យខ្លាចរបៀបដបងពេលឃើញផ្ទាល់ភ្នែកអត់សូវខ្លាចហើយដល់ពេលដែលបានជួបជាមួយលោកតាហ្នឹងប្រហែលតែលែងមានសម្លេងរំខានគឺគាត់រៀងស្រាក់មករយៈណាតែដល់ពេលមកជួបជាមួយនឹងប្អូនស្រីគាត់មកដេកហ្នឹងទៅគឺគាត់ឡើងនេះហ្មងណារបៀបថាខ្លាចទៅគាត់នឹងសុំតែគាត់ក៏អាចព្រោះនឹងម្នាក់ឯងបានដែរអញ្ចឹងពេលប្អូនគាត់ទៅទាំងយប់គាត់ក៏ទៅមួយប្អូនគាត់ដែរយ៉ាងនេះវិចទាំងកូនទៅចោលមកចោលប្តីគាត់គាត់រត់ដល់មកចោលប្តីគាត់ទាំងជប់ហ្មងតែយ៉ាងហ្នឹងគឺអញ្ចឹងតែខ្ញុំបានសួរគាត់ទៀតថាព្រោះខ្ញុំសួរខ្ញុំចង់ដឹងថាតើគាត់មានបានជួបជាមួយនឹងរូបភាពមុខមិនអីចឹងទៅគាត់ក៏និយាយប្រាប់សាច់មុខនឹងវាគួរឲ្យខ្លាចអីចឹងទៅអស់ហើយអ្នកនរគ្នាហើយនឹងមួយទៀតហ្នឹងគឺគាត់ថានៅក្នុងផ្ទះគាត់ហ្នឹងរបៀបផ្ទះដែលគាត់ជួលហ្នឹងម្ចាស់ផ្ទះគេហ្នឹងអត់ចង់ជួលឲ្យទេហើយជួលតម្លៃតែ20000ថោកមែនទេអ្នកនរគ្នាតម្លៃផ្ទះ20000ហ្នឹងប៉ុន្តែខ្ញុំគិតប្រហែលជាម្ចាស់ផ្ទះគាត់នឹងជួលដើម្បីឲ្យតែមានមនុស្សនៅដើម្បីកុំឲ្យផ្ទះវាធុតធមអីចឹងសម្រាប់ខ្ញុំគិតទៅគឺបែបហ្នឹងព្រោះ20000ទៅធ្វើអីកើតទេធូរពេកធូរតម្លៃធូរខ្លាំងណាស់ហើយគាត់ថាម្ចាស់ផ្ទះហ្នឹងគឺអាសាមកគាត់ដែរហើយសួរថាថ្ងៃនៅបានអត់អ្នកអូនអីចឹងណាហើយក៏គាត់យកទឹកមុនយកអីមកព្រោះទៅគាត់ថាហើយកូនទូចចឹងអីព្រោះទឹកមុនព្រោះអីស្ងប់សុខសប្បាយទាំងកូនឯងទាំងអីចឹងណានិយាយចឹងជិះមួយនេះគឺចប់ហើយអ្នកនរគ្នា enjoy សម្រាប់អ្នកទាំងអស់គ្នាចង់បានជាមួយនឹងចាំដែលបាក់ប្រឈរជាប់បានយូរម៉ោងហ្នឹងចាអាចទិញជាមួយនឹងខ្ញុំបានកាយតែ$8អ្នកទាំងអស់គ្នាអូខេអរគុណបាយ